សាលា New Gateway អន្តរជាតិបានរៀបចំពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យសម្រាប់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាឆ្នាំ2026ដែលព្រឹត្តិការណ៍ដ៏មានតម្លៃនេះពោរពេញដោយភាពរីករាយនៅក្នុងការអបអរសាទរដល់សិស្សានុសិស្សគ្រប់កម្រិតចាប់ពីមត្តេយ្យសាលាបឋមសិក្សាអនុវិទ្យាល័យរហូតដល់កម្រិតវិទ្យាល័យនៃកម្មវិធីសិក្សាទាំង3អង់គ្លេសចិននិងខ្មែរដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្រៅពីពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យនេះសាលាថែមទាំងបានប្រគល់ពានរង្វាន់និងរង្វាន់លើកទឹកចិត្តជូនដល់សិស្សានុសិស្សឆ្នើមចាប់ពីថ្នាក់ទី1ដល់ថ្នាក់ទី12ដើម្បីជាការកោតសរសើរដល់ស្មារតីតស៊ូនិងសមិទ្ធផលសិក្សាដ៏ល្អប្រសើររបស់ពួកគាត់ថ្លែងក្នុងពិធីបញ្ចប់ការសិក្សាដ៏មានអត្ថន័យអ្នកអង្គការបណ្ឌិតប៊ុនណារីប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយិកាសាលា New Gateway អន្តរជាតិបានសម្ដែងនូវមោទនភាពចំពោះសិស្សានុសិស្សថ្នាក់ទី12ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនិងត្រៀមខ្លួនបន្តការសិក្សាទៅកាន់កម្រិតឧត្តមសិក្សាជាមួយគ្នានេះអ្នកអង្គការបណ្ឌិតប៊ុនណារីបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់មាតាបិតានិងអាណាព្យាបាលដែលបានគាំទ្រដល់ដំណើរការរបស់សាលាអស់រយៈពេល16ឆ្នាំមកហើយចាប់តាំងពីឆ្នាំ2011មកសាលាបានផ្ដល់កម្មវិធីសិក្សា3ភាសារួមមានខ្មែរអង់គ្លេសនិងចិនស្របតាមកម្មវិធីសិក្សាជាតិជាទូទៅដែលធ្វើឲ្យសាលាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់និងមានការទទួលស្គាល់យ៉ាងទូលំទូលាយក្នុងឱកាសនេះដែរឯកឧត្តមជាជាតិអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូជាពិសេសអ្នកអង្គការបណ្ឌិតប៊ុនណារីក្នុងការបន្តបេសកកម្មជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីកសាងធនធានមនុស្សនៅកម្ពុជាឯកឧត្តមបញ្ជាក់ថាសាលា New Gateway អន្តរជាតិបានបង្ហាញនូវសក្តានុពលដ៏ល្អក្នុងការគ្រប់គ្រងនិងបណ្ដុះបណ្ដាលសិស្សានុសិស្សឲ្យមានសមត្ថភាពខ្ពស់ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំយុវជននិងកីឡាលើពីនេះសាលាបានឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាដែលផ្ដល់អាទិភាពខ្ពស់ទៅដល់ការកសាងធនធានមនុស្សប្រកបដោយគុណភាពដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារសង្គមនិងប្រទេសជាតិបន្ថែមពីនេះសិស្សានុសិស្សទាំងអស់បានបដិញ្ញាខិតខំប្រឹងប្រែងសម្រាប់ការប្រឡងបាក់ឌុបនាពេលខាងមុខដើម្បីទទួលបាននូវលទ្ធផលល្អនិងបន្តការសិក្សានៅកម្រិតឧត្តមសិក្សាទាំងក្នុងនិងក្រៅប្រទេសនៅក្នុងជំនាញដែលខ្លួនស្រឡាញ់ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិឆ្នាំសិក្សាថ្មីរបស់សាលា New Gateway អន្តរជាតិនឹងចាប់ផ្ដើមជាផ្លូវការនៅថ្ងៃច័ន្ទទី17ខែសីហាឆ្នាំ2026ខាងមុខនេះលោកស្រីប្រិយមិត្តទស្សនិកជនការផ្សាយកម្មវិធី11នាទីពីអប្សរានៅពេលនេះបានឈានដល់ទីបញ្ចប់កម្មវិធី11នាទីពីអប្សរានឹងវិលជួបទស្សនិកជនជាបន្តនៅវេលាម៉ោង 5 ល្ងាចផងដែរខណៈពេលនេះនាងខ្ញុំព្រមជាមួយនឹងក្រុមការងារសូមអរគុណនិងសូមគោរពលា